ខ្ញុំសូមចូលឱកាសនេះសូមជម្រាបអង្គប្រជុំថានៅក្នុងចំនួនសម្ដែងការគួសមយើងក៏បានឆ្លៀតដើម្បីពិភាក្សាថាតើប្រទេសណានឹងក្លាយទៅជាអ្នករៀបចំនៅសន្និសីទ ISC លើកទី3ខ្ញុំសូមជម្រាបនិងសូមអរគុណចំពោះអាដាមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីដែលស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ2027សូមអរគុណសម្រាប់ខ្លួនខ្ញុំនៅសាលអាណត្តិរហូតដល់2030ដូច្នេះខ្ញុំមានលទ្ធភាពទៅឥណ្ឌូនេស៊ីបន្ទាប់ទៅ2027 2028 2029អាចតាមត្រឹម2029នៅសល់3ឆ្នាំទៀតអញ្ចឹងខ្ញុំនៅមានលទ្ធភាពដើម្បីធ្វើដំណើរហើយពេលនោះខ្ញុំមិនតាន់ចាស់ពេកទេប៉ុន្តែសក់ក្បាលក៏នៅតែខ្មៅទុកឲ្យនាយករដ្ឋមន្ត្រីសក់សទៅចុះពួកគេក្មេង